អ្នកចង់បដូរបរិយាកាសអាចទៅសាកបាននៅចិនមានក្រែគេងមើលទេសភាពលើជ្រលងភ្នំកម្ពស់ 1600 ម៉ែត្រក្នុងម្នាក់តែជាង$10 ថ្មីនេះសារព័ត៌មានចិនមួយបានទម្លាយពីកន្លែងគេងលំហែអារម្មណ៍មួយថ្មីនៅប្រទេសចិនដែលជាក្រែស្ថិតនៅលើជ្រលងភ្នំកម្ពស់ 1600 ម៉ែត្រត្រូវមាត់ចំពោះអ្នកដែលចង់គេងកន្លែងប្លែកៗបដូរបរិយាកាសកន្លែងគេងដ៏ថ្មីប្លែកមួយនេះស្ថិតនៅកន្លែងទេសចរក្នុងឧទ្យានភ្នំម៉ាងសានទីក្រុងចិនជូវខេត្តហ៊ូណានប្រទេសចិនដែលមានទេសភាពជ្រលងព្រៃភ្នំដ៏ស្រស់ស្អាតគួរឲ្យចង់ទស្សនាចំណែកក្រែនោះវិញត្រូវបានគេដាក់ភ្ជាប់នឹងជ្រលងភ្នំតែម្ដងមានខ្នើយមានពូកមួយចប់សពគ្រប់ដោយអ្នកទេសចរអាចទៅគេងគយគន់ទេសភាពជុំវិញបានប៉ុន្តែគេមិនអនុញ្ញាតឲ្យគេងពេញមួយយប់នោះទេយ៉ាងណាមិញអ្នកដែលឡើងទៅគេងបានត្រឹមមានទម្ងន់មិនលើសពី100គីឡូកម្ពស់មិនទាបជាង1.40 ម៉ែត្រនិងអាយុមិនលើសពី60ឆ្នាំហើយពេលឡើងទៅគេងត្រូវពាក់ខ្សែការពារជានិច្ចតម្លៃសម្រាប់តម្លៃវិញគឺប្រហែលជា$13ក្នុងម្នាក់ហើយកន្លងមកនេះគឺមានភ្ញៀវទេសចរច្រើនណាស់ដែលបាននាំគ្នាឡើងទៅសាកក្រែមួយនេះ